តាមពិតទៅជីវិតដែលរីករាយពិតប្រាកដហើយទទួលបានភាពស្ងប់ក្នុងចិត្តពិតប្រាកដគឺការចេះសម្លឹងមើលមកជីវិតខ្លួនឯងហើយមើលមកអ្វីដែលខ្លួនឯងកំពុងតែមាននិងរៀនចេះស្រឡាញ់ពេញចិត្តជាមួយនឹងវាព្រោះអ្វីដែលយើងកំពុងតែមានអ្វីដែលយើងមានជាក់ស្ដែងនៅពេលនេះបើសិនជាយើងស្រឡាញ់ពេញចិត្តចំពោះវាគឺយើងនឹងអាចទទួលបាននៅអ្វីផ្សេងទៀតជាច្រើនដែលយើងប្រាថ្នាចង់បានអូនអើយលេងទៅអូនបាច់នេះទេកុំឲ្យតែវាលេងអាដីវល់បាទចូលភ្នែកឯនោះទៅធ្លាក់អីមើលទុំចូលភ្នែកហើយเอาได้มันโยนล้าง